ប្រជាពលរដ្ឋខ្មែរបង្ហាញពីស្មារតីសន្តិភាពសាមគ្គីភាពនិងភាពឈឺចាប់ពីការឈ្លានពានរបស់ថៃតាមរយៈផ្ទាំងគំនូរប្រជាពលរដ្ឋដែលមានជំនាញជាវិចិត្រករបានបង្ហាញឆន្ទៈរួមនិងសាមគ្គីគ្នាជាមហាគ្រួសារខ្មែរតាមរយៈផ្ទាំងគំនូរដែលបង្ហាញនៅស្លាកស្នាមការខ្ទេចខ្ទាំភាពសោកសៅនិងការឈឺចាប់ដែលបានកើតឡើងក្នុងសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជានៅរាជធានីភ្នំពេញផ្ទាំងគំនូរក្រោមប្រធានបទសិល្បៈដើម្បីសន្តិភាពដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី20ខែកុម្ភៈឆ្នាំ2026នៅបរិវេណមុខវត្តបទុមវតីរាជធានីភ្នំពេញផ្ទាំងគំនូរនេះមានទំហំ5ម៉ែត្រគុណនឹង35ម៉ែត្រនិងក្រុងចំណាយពេលសរុបប្រមាណ10ថ្ងៃដើម្បីបញ្ចប់ការគូរលោកអ៊ុំលៀងវិចិត្រករបានលើកឡើងថាការចូលរួមដោយស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍គូរគំនូរសិល្បៈដើម្បីសន្តិភាពដើម្បីបង្ហាញពីការតស៊ូមតិតំណាងតាមរូបភាពដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកអំពីការពិតនៃសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជាដោយសារការដែលថាយើងជួបរួមចំណែកដើម្បីជួយចលនានៃការគូររូបនេះដើម្បីបញ្ជាក់អំពីការតស៊ូមតិតំណាងតាមរូបភាពដើម្បីផ្សព្វផ្សាយឲ្យបានដល់ទូលំទូលាយដល់អន្តរជាតិគេដឹងឮអំពីការឈ្លានពានរបស់ចៅថៃហើយការឈឺចាប់របស់ខ្ញុំនឹងមកចូលរួមនឹងជាឆន្ទៈបាទឆន្ទៈនឹងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលយើងដើម្បីជួយសពបាត់យ៉ាងទៅលើការឈឺចាប់របស់ប្រជាពលរដ្ឋឲ្យបាននៅតាមបណ្ដាព្រំដែនហ្នឹងដែលគាត់មានការប្រត់ប្រាស់បែកបាក់ផ្ទះសម្បែងឆេះរដ្ឋបាលដោយសារអំពើឈ្លានពានរបស់ជនជាតិថៃនេះឯងអញ្ចឹងការឈឺចាប់របស់ខ្ញុំហ្នឹងក៏បានសម្រេចចិត្តចូលរួមគេថាយើងដាក់រៃការរកទទួលទានជីវភាពរបស់ខ្ញុំមកឆ្លៃសិនដើម្បីមកចូលរួមចំណែកក្នុងការធ្វើសកម្មភាពមួយដើម្បីជាសាលដើម្បីប្តឹងទៅដល់អន្តរជាតិអំពីអំពើឈ្លានពានរបស់ថៃតាមរយៈគំនូរការដែលខ្ញុំគូរនេះរូបភាពនៃតំណាងខាងក្រោយហ្នឹងគឺដើម្បីផ្ញើសារដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការឈឺចាប់ក្នុងទង្វើឈ្លានពានរបស់ជនជាតិថៃដូចជាខាងទៅលើពុទ្ធសាសនាណាបាទប្រាសាទបុរាណនានាហើយភូមិកបរបស់ប្រជាពលរដ្ឋទាំងអស់ដែលចោលឈ្លានពានវាទម្លាក់ក្របបែកយ៉ាងសារទៅបងប្អូនចូលវាទាំងអស់ដើម្បីយើងជាការឈឺចាប់អញ្ចឹងណាហ្នឹងហើយសូមបែស្ត្រីពោះធំណាខ្លះស្លាប់កូនទាំងអីនេះនឹងក៏វេទនាទាំងអស់ដូច្នេះសូមឲ្យប្រជាពលរដ្ឋបងប្អូនទាំងអស់ហ្នឹងចូលរួមចំណែកសាមគ្គីគ្នារួមគ្នាដើម្បីជាតិរបស់យើងកុំឲ្យគេមើលងាយអញ្ចឹងណាអូនណាហ្នឹងហើយសូមឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសាមគ្គីគ្នាហ្នឹងហើយគំនូរសិល្បៈដើម្បីសន្តិភាពនេះវាជួយបានច្រើនតាមរយៈរូបភាពណាកាលណាដែលយើងគូចេញជារូបភាពសម្ដែងអំពីសកម្មភាពរបស់ឈ្លានពានរបស់ថៃហ្នឹងភ្ញៀវទេសចរគេចេញចូលគេឃើញរូបភាពគេថតឲ្យគេទៅស្រុកគេអាចនឹងបង្ហោះទៅបានទូលំទូលាយជាងដែលយើងតាមFacebook ហ្នឹងវាមានជនជាតិគេដែលគេមិនចង់ឲ្យយើងចេញហ្នឹងវាមានបិទខ្ទប់ហ្នឹងយើងផ្សព្វផ្សាយតាមរយៈគំនូរនេះវាទូលំទូលាយមិនអាចឲ្យបិទខ្ទប់បានដោយសាររយៈភ្ញៀវទេសចរមកគ្រប់ប្រទេសនានាហ្នឹងគេមកគេឃើញគេនឹងថតឲ្យគេយកទៅបង្ហោះផ្សព្វផ្សាយនេះវាបានទូលំទូលាយហើយជួយដើម្បីឲ្យអន្តរជាតិដឹងឮឲ្យកាន់តែច្រើនក្នុងពិភពលោកហ្នឹងជួយដោះស្រាយជួយទប់ទល់នឹងអំពើឈ្លានពានរបស់ថៃដែលវាខុសច្បាប់ជាចុងក្រោយខ្ញុំសូមអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសាមគ្គីគ្នាមិនថាថ្នាក់ជាតិថ្នាក់ខ្ពស់របស់ណាទាំងអស់ព្រោះយើងរស់នៅក្នុងប្រជាណាចក្រកម្ពុជានេះពេលនេះយើងកំពុងតែមានបញ្ហាណាព្រំដែនជាមួយពួកចៅថៃដែលវាឈ្លានពានសពបាច់យ៉ាងលើកទី1លើកទី2នេះក្តៅកគុកនេះជ្រើសបងប្អូនទាំងអស់រួមគ្នាសាមគ្គីគ្នាឡើងអញ្ចឹងកុំប្រកាន់អ្វីទាំងអស់ដើម្បីជួយដល់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំរបស់យើងដែលកំពុងមានការលំបាកអញ្ចឹងបងប្អូនត្រូវមានការជួយចាប់ជួយដោះស្រាយជួយឲ្យថាលើកទឹកចិត្តដល់ពលរដ្ឋកងទ័ពនៅជួរមុខហ្នឹងហើយបងប្អូនដែលបានភៀសសឹកអីយ៉ាងណានោះដែលមានការមិនទាន់បានទៅមូលដ្ឋានអីវិញយ៉ាងម៉េចនោះយើងត្រូវរួមគ្នាសាមគ្គីគ្នាខ្លះមានអីបន្តិចក៏ជួយគ្នាតាមរយៈដែលថាទឹកចិត្តណាចំណែកលោកធូនមហាសាលវិចិត្រករបានលើកឡើងថារូបគំនូរនេះនឹងបង្ហាញទៅប្រជាជាតិទាំងពីរនិងពិភពលោកឲ្យបានដឹងពីផលវិបាកនៃសង្គ្រាមហើយបង្ហាញថាកម្ពុជាត្រូវការសន្តិភាពនិងដោះស្រាយគ្នាដោយសន្តិវិធីរូបភាពទាំងអស់នេះបានដាស់តឿនទាំងប្រជាជនហើយនិងទាំងខាងប្រទេសកម្ពុជាហើយប្រទេសថៃឲ្យបានដឹងថាផលវិបត្តិនៃសង្គ្រាមគឺវាធំធេងលើសពី
ការប្រឈមមុខនៅព្រំដែនវាប៉ះពាល់ទាំងប្រជាជនទាំងហេដ្ឋារចនាសម្ព័ន្ធអ្វីដែលយើងលើកមកនេះគឺជារឿងពិតដែលបានកើតឡើងហើយក៏យើងមិនបំភ្លេចចោលហើយក៏ឲ្យសាធារណជនបានឃើញដែរដើម្បីឲ្យរកដំណោះស្រាយហើយយើងនៅតែប្រកបឱកាសដដែលគឺប្រទេសកម្ពុជាទាំងប្រជាជនទាំងរដ្ឋាភិបាលគឺយើងត្រូវការសន្តិភាពហើយយើងសង្ឃឹមថាដៃគូដែលមានចំនួនជាមួយយើងបានអត់ឱនឲ្យគ្នាហើយនឹងរកដំណោះស្រាយសន្តិភាពដើម្បីប្រទេសជាតិយើងទាំងពីរហើយក៏សន្តិភាពរបស់ពិភពលោកដែរបាទ គួរបញ្ជាក់ផងដែរថារូបគំនូរសិល្បៈដើម្បីសន្តិភាពលើកទី1នៅក្នុងទឹកដីខេត្តសៀមរាបទទួលបានភាពជោគជ័យនិងទទួលបានការគាំទ្រច្រើនពីសាធារណជនជាតិនិងអន្តរជាតិដូច្នេះលោកតាំងគឹមសួរបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាចាប់ផ្ដើមគូរគំនូរសិល្បៈដើម្បីសន្តិភាពផ្ទាំងទី2ដើម្បីដាក់តាំងបង្ហាញនៅរាជធានីភ្នំពេញ